សូមជម្រាបសួរអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ខ្ញុំចង់ជម្រាបជូនអំពីនីតិវិធីអភិបាលបណ្ដោះអាសន្ននិងជំរះបញ្ជីជាទូទៅនៅពេលដែលយើងសង្កេតថាគ្រឹះស្ថានមួយមិនមានលទ្ធភាពបើកប្រាក់បញ្ញើជូនអតិថិជនក្នុងរយៈពេលយូរហើយយើងសង្កេតឃើញថាគាត់អាចនឹងមានបញ្ហានិរន្តរភាពប្រតិបត្តិការនោះដំណាក់កាលទី1គឺយើងនឹងចាត់អភិបាលបណ្ដោះអាសន្នអភិបាលបណ្ដោះអាសន្ននេះគឺជាទូទៅជាក្រុមហ៊ុនសាវនកម្មដែលមានអាជ្ញាប័ណ្ណហើយយើងនឹងឲ្យគាត់ចុះទៅវាយតម្លៃអំពីស្ថានភាពរបស់គ្រឹះស្ថាននោះថាតើគ្រឹះស្ថាននោះអាចបន្តអាជីវកម្មប្រក្រតីតទៅមុខទៀតឬក៏អត់ជាទូទៅការវាយតម្លៃនេះទាមទារពេលវេលាបន្ទាប់ពីមានការវាយតម្លៃថាគ្រឹះស្ថាននោះអាចបន្តប្រតិបត្តិការជាប្រក្រតីបាននោះធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យនឹងធ្វើការចាត់ដិតជាមួយនឹងភាគទនិករបស់គ្រឹះស្ថានដើម្បីរកវិធីស្ដារស្ថានភាពរបស់ធនាគារនោះឡើងវិញតាមរយៈការបង្កើនដើមទុនឬក៏វិធានការផ្សេងៗដែលយើងមានក្នុងករណីដែលអភិបាលបណ្ដោះអាសន្នគាត់វាយតម្លៃថាគ្រឹះស្ថានមិនមានលទ្ធភាពបន្តអាជីវកម្មជាប្រក្រតីនោះទេនោះយើងនឹងឈានទៅដល់ដំណាក់កាលទី2នៅក្នុងដំណាក់កាលទី2នេះគឺជាដំណាក់កាលជំរះបញ្ជីការជំរះបញ្ជីនេះដំបូងឡើងគឺអ្នកជំរះបញ្ជីដែលជាទូទៅជាក្រុមហ៊ុនសាវនកម្មគាត់នឹងចុះទៅឃុំក្រងប្រតិបត្តិការរបស់គ្រឹះស្ថាននោះការឃុំក្រងនេះបានន័យថាគាត់នឹងផ្អាកអាជីវកម្មរបស់គ្រឹះស្ថានដើម្បីគាត់វាយតម្លៃថាមានទ្រព្យសម្បត្តិអ្វីខ្លះដែលគាត់អាចយកមកបំផ្លែងបានជាសាច់លុយដើម្បីបើកជូនទៅដល់អ្នកដែលធនាគារនោះជំពាក់អញ្ចឹងក្រៅពីអ្នកដាក់ប្រាក់បញ្ញើអាចមានអ្នកផ្សេងទៀតដែលធនាគារនោះគាត់មានជាប់ជំពាក់ការវាយតម្លៃអំពីទ្រព្យសម្បត្តិទាំងអស់នោះនិងការបំផ្លែងទ្រព្យសម្បត្តិទាំងអស់នោះគឺទាមទារពេលវេលាកាលណាគាត់បំផ្លែងទ្រព្យសម្បត្តិទាំងអស់នោះលឿនពេកគឺធ្វើឲ្យតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ថោកហើយកាលណាបើទ្រព្យសម្បត្តិនោះធ្លាក់ថោកគាត់នឹងអាចខ្វះលទ្ធភាពក្នុងការសងប្រាក់ទៅអ្នកដែលធនាគារជំពាក់នោះឲ្យបានពេញលេញដូច្នេះហើយបានជាកន្លងមកយើងសង្កេតថាពេលវេលានោះវាមានដំណើរការយូរបន្ទាប់ពីអ្នកជំរះបញ្ជីគាត់វាយតម្លៃគាត់លក់ហើយនោះគាត់នឹងបើកការបែងចែកទ្រព្យសម្បត្តិទាំងអស់នោះទៅដល់អ្នកដែលធនាគារជំពាក់ទៅតាមអត្ថិភាពដែលមានចែងនៅក្នុងមាត្រាទី64នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាមួយគ្នានេះផងដែរចំពោះអ្នកដាក់ប្រាក់បញ្ញើការបើកប្រាក់សងនោះគឺធ្វើដោយមានអត្ថិភាពស្មើគ្នាបានន័យថាអ្នកដាក់ប្រាក់បញ្ញើទាំងអស់មានអត្ថិភាពស្មើគ្នាមិនមានអ្នកណាដែលមានអត្ថិភាពខ្ពស់ជាងអ្នកណាទេការដែលបើកប្រាក់បញ្ញើនោះអាចធ្វើច្រើនដំណាក់កាលទៅតាមលទ្ធភាពរបស់អ្នកជំរះបញ្ជីក្នុងការបំផ្លែងទ្រព្យសម្បត្តិទាំងអស់នោះឲ្យคล้ายទៅជាសាច់ប្រាក់ដូច្នេះចំពោះអតិថិជនរបស់ធនាគារ Prin និងធនាគារ Panda ដែលកន្លងមកមានការព្រួយបារម្ភខ្ញុំសូមឲ្យអតិថិជនទាំងអស់មានការយោគយល់និងទុកពេលវេលាឲ្យអ្នកជំរះបញ្ជីគាត់ធ្វើការងារគាត់ដោយមានប្រសិទ្ធភាពទោះយ៉ាងណាធនាគារជាតិនៃកម្ពុជាកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកជំរះបញ្ជីទាំងនោះដើម្បីពន្លឿននីតិវិធីហើយធ្វើយ៉ាងណាឲ្យអតិថិជនរបស់ធនាគារអាចទទួលបានប្រាក់បញ្ញើវិញយ៉ាងឆាប់រហ័សខ្ញុំសង្ឃឹមថាការពន្យល់នេះនឹងអាចផ្ដល់នៅភាពកក់ក្ដៅខ្លះចំពោះអតិថិជនហើយនឹងអតិថិជនទាំងអស់នឹងយោគយល់អំពីពេលវេលានៃការវាយតម្លៃរបស់អភិបាលបណ្ដោះអាសន្ននេះសូមអរគុណ